ដំណើរទៅកាន់ខេត្តព្រះវិហារចំនួនមួយយប់ពីរថ្ងៃហើយនេះក៏ជាលើកទី1ដែលសម្រាប់ខ្ញុំទៅកាន់ខេត្តព្រះវិហារបើនៅខេត្តសៀមរាបគឺថាខ្ញុំធ្លាប់ដើរលេងច្រើនកន្លែងដែរប៉ុន្តែបើរឿងដើរលេងឆ្លងខេត្តគឺថាខេត្តព្រះវិហារនេះជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំបានទៅដើរលេងហើយបើនិយាយពីទេសភាពសម្រស់ខេត្តព្រះវិហារគឺថាស្អាតខ្លាំងទាំងតាមផ្លូវទៅហើយនឹងកន្លែងដែលពួកខ្ញុំទៅនេះគឺថាមានទេសភាពស្អាតខ្លាំងមែនទែនដោយសារវាប្លែកភ្នែកហើយណាមួយយើងអត់ដែលធ្លាប់ទៅផងវាប្លែកភ្នែកខ្លាំងបើសិនជាចង់ដឹងថាទេសភាពដែលកន្លែងពួកខ្ញុំទៅនឹងស្អាតប៉ុណ្ណាកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ទាំងអស់គ្នាជម្រាបសួរស្ដីទៅកាន់អ្នកដែលកំពុងតែមើលទាំងអស់គ្នាបើនៅក្បាលវីដេអូមកគឺថាខ្ញុំបានធ្វើដំណើរចេញពីខាងភូមិរបស់ខ្ញុំចាក់មកផ្លូវស្វាយលើដោយសារតែខ្ញុំទៅតាមផ្លូវនោះវាស្រួលតាមពិតទៅយើងមានជំរើសមួយទៀតយើងត្រូវជិះលើភ្នំកលែនចុះមកខាងស្រុកស្វាយលើប៉ុន្តែយើងអត់ជិះតាមផ្លូវនោះទេយើងស្រុកចិត្តជិះវាងមកខាងផ្លូវខាងស្វាយលើវិញហើយណាមួយក៏លើកទី1ផងមិនសូវជាស្គាល់ផ្លូវប្រហែលដែរជិះនឹងពេលផ្លាស់ជិះមើលផ្លូវតាម Google Map ដែរទេមិនសូវជាដឹងរឿងផ្លូវប្រហែលដែរហើយបើនិយាយពីរឿងធ្វើដំណើរគឺថាធ្វើដំណើរមិនដែលបានជុំគ្នាទេទៅ3ម៉ូតូនឹងគ្នា4នាក់ដែលបានជុំគ្នាស្រួលបួលជិះបាត់គ្នារត់ឆាតរោគ្នាទេរោគ្នាអីពេញទៅវាលអេនតរឹមទៅដល់មានពេលខ្លះជិះខុសផ្លូវវិញទៅផ្លូវទៅពីក៏មានដោយសារតែអត់ស្គាល់ផ្លូវទាំងអស់គ្នាចឹងហើយក៏ពេលជិះម៉ូតូអត់ទាន់គ្នាវារៀងពិបាកមួមកត្រូឆ្លោះគ្នាដោយសារតែជិះម៉ូតូអត់ទាន់គ្នាបាត់គ្នាបាក់ទេរោគ្នាចុះឡើងជិះខុសផ្លូវទៅមកដី100គីឡូជាងជិះជិតមួយថ្ងៃទៅតាំងពីម៉ោង9ព្រឹកទៅដល់នៅកន្លែងអាកាសានោះដល់ម៉ោង4ជាងជិត5ខ្ញុំគិតថាខ្ញុំបើអត់សូវជាលឿនប៉ុន្មានទេព្រោះដោយសារខ្ញុំបើមើលទេសភាពផងអីផងមិនសូវជាបើលឿនប៉ុន្មានទេប៉ុន្តែគេតាមអត់ទឿនគេថាខ្ញុំបើលឿនហើយដល់ពេលបាត់គ្នាខុសផ្លូវទៅពេញវាលចង់ខឹងគ្នារោឆ្លោះគ្នាណាទេយើងបើម៉ូតូដី140គីឡូជាងបើម៉ូតូ7 8ម៉ោងហើយមានអីលឿនប៉ុណ្្នឹងហើយគាត់ថាខ្ញុំបើលឿនគាត់តាមទឿនណាទេតែពិតទៅខ្ញុំមិនជិះម៉ូតូទៅរហូតទេខ្ញុំជិះចាំដែរទេដូចនេះខ្ញុំមកដល់មងមូលក្រុងព្រះវិហារខ្ញុំឈប់ចាំមកសន្ទុះដែរដល់ពេលខ្ញុំឈប់ចាំក៏អត់ឃើញគាត់ហើយខ្ញុំក៏ទៅទៀតខ្ញុំឈប់ចាំយូរពេកអត់ឃើញខ្ញុំអត់សុខដោយសារតែយើងម្នាក់ឯងខ្ញុំមិនដឹងធ្វើម៉េចក៏ទៅទៀតហើយតាមផ្លូវក្រុងព្រះវិហារហ្នឹងផ្លូវគេកំពុងធ្វើជួសជុលបដើផ្លូវក្នុងក្រុងគេគឺថាធំខ្លាំងមែនទែនផ្លូវធំមួយស្លាស់ល្អហើយតាមផ្លូវទៅវិញនិយាយពីទេសភាពហើយនឹងផ្លូវថាស្អាតឡើងភ្នំចុះភ្នំឡើងទួលចុះទួលនិយាយទៅគឺថាឃើញសុទ្ធតែភ្នំសុទ្ធជិះទៅតាមឆ្វេងដៃស្ដាំដៃសុទ្ធតែភ្នំគឺថាស្អាតខ្លាំងសម្រាប់វីដេអូនេះប្រហែលជារៀងយូរបន្តិចដោយសារតែខ្ញុំថតទេសភាពតាមផ្លូវច្រើនពេកអញ្ចឹងហើយក៏ស្ដាយចេះតែកាត់ដាក់ដោយសារភ្នំវាស្អាតពេកណាមួយមិនដឹងជាស្អាតដោយសារតែយើងវាមិនដែលធ្លាប់ទៅហើយឃើញទេសភាពអញ្ចឹងវាប្លែកភ្នែកមិនដឹងមិនទេតែបើនិយាយពីរឿងស្អាតគឺថាស្អាតមែនបូករួមផ្សំនឹងរដូវនេះវាដូចជារដូវភ្លៀងហើយវាមានដើមឈើវាលឺត្រួយខ្ចីខៀវអញ្ចឹងគឺថាស្អាតខ្លាំងមែនទែននិយាយពីរឿងជិះម៉ូតូខ្ញុំជិះចាំឡើងដល់ផ្លូវចូលអាកាសាហើយខ្ញុំនៅឈប់ចាំទៀតនៅតែមិនទាន់ឃើញគាត់មកដល់នៅអានឹងមុខចូលផ្លូវអាកាសានេះខ្ញុំឈប់ចាំហើយជិះជិត1ម៉ោងហើយនៅតែអត់ទាន់ឃើញគាត់មកដល់ខ្ញុំក៏ជិះចូលទៅមុនទៅម្នាក់ឯងមុនពេលខ្ញុំចូលទៅដល់បានមកសន្ទុះគិតខលមកអុយមើលផ្លូវទៅហើយគិតប្រាប់ថាមានផ្លូវវត្តចូលខ្ញុំក៏ខំប្រាប់គិតនឹងវត្តហ្នឹងឯងដល់ពេលមានណាគិតចូលខុសវត្តពេលចូលខុសវត្តខ្ញុំបាច់បកមកយកវិញមួយសារទៀតកន្លែងជិះចូលខុសផ្លូវនេះឯងកន្លែងរោចង់ខឹងខ្ញុំថាខ្ញុំអុយប្រាប់ផ្លូវខុសអុយជិះទៅផ្លូវយ៉ាប់ផ្លូវអុយណាថាខ្ញុំប្រាប់ផ្លូវខុសខ្ញុំមិនដឹងបើថាមានវត្តហើយផ្លូវវត្តគឺចូលទៅអាវត្តហ្នឹងឯងខ្ញុំមានដឹងណាខ្ញុំដល់ពេលគេរោខឹងចឹងខ្ញុំមិនដឹងមិនដែរព្រោះដោយសារខ្ញុំអត់ស្គាល់ផ្លូវដូចគ្នាចឹងតែខ្ញុំមើលតាម Google Map ទេដែលខ្ញុំមករោនេះព្រោះខ្ញុំក៏មិនស្គាល់ផ្លូវដល់ពេលគេរោខឹងខ្ញុំក៏ពិបាកដែរតែក៏មានជាបញ្ហាអីធំដុំដែរដល់ពេលយើងមកដល់រោផ្លូវឃើញរោដល់កន្លែងផ្លូវចូលហើយយើងក៏វាមានអីជារឿងបញ្ហាធំនេះតែពីយើងមកដល់ផ្លូវចូលហើយយើងជិះកាត់តាមផ្លូវការស្វ័យចិត្តទីហើយជា1គីឡូដីយើងក៏មកដល់កន្លែងដែលយើងត្រូវមកពេលដែលពួកខ្ញុំមកនេះគឺពួកខ្ញុំបានកក់កើតមុនហើយអញ្ចឹងពួកខ្ញុំមកគឺមានកន្លែងសម្រាប់ដេកស្រេចហើយមានកន្លែងសម្រាប់យើងអង្គុយលេងអាំងសាច់អាំងអីហូបឈៀលពេលយប់បានហើយបើអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយមានចំណាប់អារម្មណ៍ចង់ទៅហើយអ្នកទាំងអស់គ្នាអាចឆាតកក់កើតបានតាមเพจរបស់គាត់ឬក៏តាម Telegram របស់គាត់ដែលមាននៅក្នុងเพจរបស់គាត់ត្រឡប់មកកាន់នេតវិញវាអត់ទាន់អស់ចិត្តទៀតមកដល់កន្លែងប៉ុណ្្នឹងហើយក៏វានៅមិនទាន់អស់ចិត្តទៀតវានៅរឿងថាផ្លូវ
យ៉ាប់ម៉ូតូវាពិបាកមួយវាម៉ូតែម្ដងហ្នឹងឯងវាអស់ចិត្តវាឈូនយាយទៅដល់ម្ចាស់កលែងគិតញឹមមកដល់កលែងផ្ទះនេះយើងត្រូវសម្រាប់ពេលយប់មកដល់ហើយនៅតែវាមិនចង់អស់ចិត្តមិនចង់ជុំយាយទេសម្រាប់ពួកខ្ញុំមកហើយនៅពួកខ្ញុំបានកក់គិតឈ្មោះនឹងផ្ទះលើដើមឈើហ្នឹងណាមួយគ្នាខ្ញុំក៏តិចដែលមិនសូវជាច្រើនបានដែរពួកខ្ញុំកក់អាផ្ទះលើដើមឈើហ្នឹងយើងអាចនៅបានគ្នា3 4 5នាក់អីអាចយើងអាចអង្គុយលេងបាននឹងអាចដេកបាននៅពេលយប់បើនិយាយពីផ្ទះស្នាក់របស់គាត់យើងអាចមើលទេសភាពបានសឹងតែគ្រប់ជ្រុងមិនថាផ្ទះដែលពួកខ្ញុំបានស្នាក់នៅនេះឬក៏ផ្ទះផ្សេងដែលពួកគាត់មាននេះគឺយើងអាចមើលឃើញ view នឹងទេសភាពស្អាតគ្រប់ជ្រុងបណ្ដោយដោយសារតែមានភ្នំពើតជុំវិញហើយកន្លែងគាត់នៅកណ្ដាលក៏វារៀងខ្ពស់គ្រិនដែរភ្នំដែលនៅទល់មុខជាមួយនឹងអាកាសាហ្នឹងគឺភ្នំត្បែងហ្នឹងឯងសម្រាប់ផ្ទះដែលយើងស្នាក់នៅនេះគឺថាយើងមានជាបន្ទប់ដេកហើយនឹងបន្ទប់ទឹកអីត្រឹមត្រូវទេវាមិនជារឿងបញ្ហាពិបាករឿងការបន្ទោបងបត់ដៃបត់ជើងនេះដោយសារយើងមានបន្ទប់ទឹកនៅក្នុងកន្លែងនេះស្រេចអត់ភ័យព្រួយរឿងយប់ប្រលប់ពិបាកចុះទៅបត់ដៃបត់ជើងបន្ទប់ទឹកឆ្ងាយអីទេគឺបន្ទប់ទឹកជាប់នៅនឹងផ្ទះនឹងស្រាប់បើនិយាយពីរឿងបន្ទប់គេងហើយនឹងបន្ទប់ទឹករបស់គាត់គឺថារៀបចំបានស្អាតគួរសមមានកញ្ចក់មានកន្លែងដាក់ខោអាវមានពូកដេកអីស្អាតគួរសមនៅជាប់ក្រេដេកគឺមានពង្អួចដែលយើងអាចមើលទេសភាពទៅកាន់ភ្នំខាងទៀតបានទៅពីមកដល់បានកន្លែងថ្នាក់នៅហើយយើងក៏ចាប់ផ្ដើមគ្នាជួយគ្នាដាំបាយដាំអីហូបព្រោះដោយសារយើងធ្វើដំណើរវារៀងហត់ដែរយើងធ្វើដំណើរឡើង5 6 ម៉ោងត្រឹមតែយើងមកដល់ហើយអត់មានបានឈប់ហូបអីតាមផ្លូវទៀតគោលដៅគឺត្រូវតែមកដល់ព្រោះយើងអត់ស្គាល់ផ្លូវយើងខ្លាចខុសខ្លាចរត់ឃើញអីយើងមានតែមកបញ្ញាប់តាមពិតទៅបើសិនជាខ្ញុំមកម្នាក់ឯងវាមិនសូវជាពិបាកទេដោយសារតែខ្ញុំមើល Google Map ទៅខ្ញុំអាចមកដល់ខ្លួនឯងបានតែដោយសារតែពួកគាត់មកជាមួយពួកគាត់អត់សូវចេះមើល Google Map ចឹងទៅវារៀងពិបាកដោយសារតែពួកគាត់ជិះក៏មិនសូវជាតាមខ្ញុំបានទឿនគឺពីយើងរៀបចំដាំបាយធ្វើម្ហូបដែលយើងបានទិញមកពីតាមផ្លូវនឹងរួចរាល់យើងក៏ចាប់ផ្ដើមនឹងគ្នាហូបបាយជុំគ្នាដោយសារតែយើងរៀងហេវដែលមានហេវដែលគេគឺថាហេវខ្លាំងតែមានទេមិនមែនតែម្នាក់ខ្ញុំទេគឺ4នាក់នឹងហេវទាំង4នាក់ហ្នឹងបាយឆ្អិនម្ហូបឆ្អិនក៏នឹងគ្នាអង្គុយហូបមើលទេសភាពថ្ងៃលិចនៅជើងភ្នំត្បែងហ្នឹងឯងសម្រាប់ម្ហូបគឺมันមានម្ហូបដែលបានដាក់ទៅពីផ្ទះកើតទេដោយសារតែយើងធ្វើដំណើរផ្លូវឆ្ងាយចឹងហើយគឺយើងមានតែចូលលុយគ្នាម្នាក់តិចតួចដើម្បីយើងទិញម្ហូបយកទៅហូបនៅលើភ្នំហ្នឹងឯងកម្រងាយខ្លាំងមែនទែនពួកខ្ញុំដែលបានដើរជាមួយគ្នាដោយសារតែពួកខ្ញុំគឺស្គាល់គ្នាតាំងពីតូចហើយរៀនជាមួយគ្នាតាំងពីបឋមរហូតដល់ចប់វិទ្យាល័យមិនងាយបានជុំគ្នាហើយបានដើរលេងជាមួយគ្នាចឹងទេចឹងហើយគឺថាវាជាពេលវេលាមួយដ៏ល្អខ្លាំងមែនទេពេលបាយរួចហើយនឹងក៏បែកកណិតនឹមគ្នាទៅលើតង់របស់គេយកមកដេកដោយសារតែគ្នា4នាក់ចឹងក្រេមួយយើងដេករៀងពិបាកបើយើងដេកចង់ដេកអស់គ្នាយើងមានតែដេកនៅក្រោមកន្លះចឹងក៏បែកកណិតទៅលើតង់របស់គេយកមកដេកសម្រាប់សកម្មភាពពេលយប់វាមិនសូវជាមានច្រើនប៉ុន្មានទេដោយសារតែយើងហត់ពេកយើងអស់កម្លាំងពេកយើងហូបអីហើយជាមួយគ្នាហើយក៏ដេកហ្នឹងហើយនៅពេលព្រឹកឡើងគឺថាទេសភាពស្អាតខ្លាំងយើងអាចបើកពង្អួចនៅខាងក្បែរក្រេដេករបស់យើងអាចមើលទៅទេសភាពភ្នំនៅខាងក្រៅហើយពេលព្រឹកគឺមានអាប់ចុះតិចតួចដែរតែថ្ងៃដែលពួកខ្ញុំទៅនេះវាមិនសូវជាមានខ្លាំងមិនទេគឺមានតែវាមានតិចព្រឹកឡើងខ្ញុំងើបមុនគេម៉ោង5ជាង7 6មានឃើញណាគេងើបខ្ញុំងើបមុនគេងើបដើរមើលហើយអាប់ហ្នឹងវាមកតែមួយភ្លេតទេដល់ពេលខ្ញុំងើបមុនគេបានឃើញតែខ្ញុំគេឃើញតែគេមិនឃើញដូចខ្ញុំព្រោះខ្ញុំក្រកមុនគេអញ្ចឹងខ្ញុំឃើញបានច្រើនជាងគេដល់ពេលគេងើបយូរវាអាប់វាហោះទៅអស់ខ្យល់បក់ទៅអស់ខ្ញុំអត់ដឹងមិនដែរពេលខ្ញុំងើបងូតទឹកងើបអីដែរគេមិនដឹងគេភ្ញាក់មិនដឹងគេមិនទាន់ភ្ញាក់មិនដឹងមិនខ្ញុំងើបមុនងូតទឹកហើយឡើងខ្ញុំដើរមកមើលអាប់ហើយខ្ញុំគួយថតរូបលេងឡើងមកសន្ទុះទៅរំនឹងគេងើបមកហើយត្រូវនឹងអាប់ថ្ងៃនេះវាមានពពកវាមកតិចផងអញ្ចឹងងើបលឿនបានមើលហើយបើថាងើបយឺតគឺដឹងតែអត់បានមើលតែពីមើលអាប់ហើយក៏នាំគ្នាអង្គុយលេងនៅនឹងរៀននៅខាងមុខហើយក៏នាំគ្នាដើរមករកកាហ្វេគឺព្រោះភាសានៅលើនឹងគិតមានលក់កាហ្វេមានលក់អីហូបហូបច្រើនគិតមានលក់ច្រើនអញ្ចឹងយើងក៏នាំគ្នាមកអង្គុយលេងនៅរៀនរបស់គិតនៅខាងមុខពេលព្រឹកឡើងយើងមកអង្គុយនឹងរៀននេះគឺថាយើង fresh ខ្លាំងមែនទែនដោយសារទេសភាពពេលព្រឹកវាឆ្លាស់មុខស្លាស់មើលពេលយើងមកអង្គុយលេងនៅរៀនខាងមុខនេះអង្គុយនិយាយគ្នាលេងអង្គុយយើងទិញកាហ្វេគាត់មកអង្គុយផឹកលេងនៅក្នុងតូងរបស់គាត់កន្លែងរបស់គាត់គឺមានកន្លែងច្រើនមានជាកន្លែងដូចជា restaurant របស់គាត់មានជាកន្លែងរៀនសម្រាប់យើងអង្គុយមើលទេសភាពហើយនឹងផ្ទះលំហែទេសនៈរបស់គាត់មានចាប់ពីគ្នាតិចរហូតដល់គ្នាច្រើនហើយយើងអាចទិញកាហ្វេអង្គុយផឹកលេងគាត់មានជាសភៅសម្រាប់យើងអានហើយនឹងអាចថតរូបលេងនៅតាមរៀនរបស់គាត់ដែលគាត់ធ្វើសម្រាប់យើងអាចថតរូបបានហើយនឹង
មានសួនសត្វរបស់គាត់មានសត្វប្រពៃសត្វផ្សាយអីដើមបើនិយាយទៅគឺថាមានច្រើនប៉ុន្តែពួកខ្ញុំក៏ដើមបានសពដែរព្រោះទៅពេលវាខ្លីដែរនឹងទៅដេកទៅមកយប់ហើយថ្ងៃលើកយើងត្រឡប់មកផ្ទះយើងវិញដែរបើនិយាយទៅគឺគាត់មានកលែងលេងច្រើនសម្រាប់ឲ្យយើងលេងមានតាំងពីកលែងលេងបាល់កលែងបាញ់ធ្នូអីជាដើមសម្រាប់យើងលេងកុំឲ្យយើង stress និយាយទៅបើយើង stress អីទៅកន្លែងហ្នឹងគឺថាត្រូវហើយព្រោះវាទេសភាពវាស្អាតលេងលេងគឺច្រើនកន្លែងថតរូបអីក៏មានសម្រាប់អ្នកចូលចិត្តថតរូបអីព្រឹកឡើងពួកខ្ញុំបន្ទាប់ពីផឹកកាហ្វេអីហើយក៏នាំគ្នាមកបាញ់ធ្នូលេងមកស្ទុះមុននឹងរៀបចំឲ្យបានត្រឡប់មកក្រោមវិញឃើញគាត់មានកន្លែងលេងច្រើនពេលលើបន្ថែមទេតិចច្រឡំគិតលុយបន្ថែមគិតអត់មានគិតលុយបន្ថែមទេលុយដែលយើងទៅយើងកក់ជាកន្លែងស្នាក់នៅរបស់យើងប្រហែលគឺប៉ុណ្្នឹងឯងគិតអត់មានជាឆាចលុយពីលើបន្ថែមទេអត់មានជាឆាចទៅលើស្រាប់របស់លេងអីអត់មានឆាចពីលើបន្ថែមអីទេគឺអត់មានទេយើងកក់កន្លែងដេកប្រហែលហូបអីអស់ប្រហែលគឺគិតលុយទៅប៉ុណ្្នឹងឯងបើសម្រាប់រឿងរបស់លេងខាងក្រៅឬក៏ដើរមើលសួនសត្វរបស់គិតអត់មានគិតលុយពីលើយើងបន្ថែមទេបន្ទាប់ពីនឹមគ្នាថតរូបលេងហើយនឹងបាញ់ធ្នូលេងមកស្ទុះធំហើយក៏នឹមគ្នាមករៀបចំហូបអីដើម្បីយើងត្រឹបពោះមុននឹងយើងរៀបចំឲ្យបានមកផ្ទះវិញបើសម្រាប់អាហារពេលព្រឹកយើងគឺសាមញ្ញទេដោយសារតែយើងហូបពីយប់អស់ហើយព្រឹកឡើងនៅសល់តែមីហ្នឹងឯងហើយមុននឹងពួកខ្ញុំមកបានវាមានអាប់មកមកដុំទៀតគេទៅនឹងសัตว์មកទៅពីយើងរៀបចំឲ្យបានហើយយើងហូបឲ្យហើយយើងក៏នាំគ្នាត្រឡប់ចុះមកផ្ទះវិញហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងហើយក៏អរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ like និង share វីដេអូនេះម្នាក់មួយផងព្រោះសារនេះជាលើកទី1ដែលខ្ញុំធ្វើដំណើរឆ្លងខេត្តទៅកាន់ខេត្តព្រះវិហារបើសិនជាមានពាក្យពេចន៍សម្ដីលើសលួសក្នុងប្រការណាមួយនៅក្នុងវីដេអូក៏សូមជួយខន្តីអភ័យទោសផងហើយក៏អរគុណច្រើនជម្រាបលាជួបគ្នាជាមួយខ្ញុំវីដេអូក្រោយៗទៀត